សួស្តីអ្នកនរគ្នានៅក្នុងថ្ងៃនេះយើងមកតមេរៀនយើងបន្តទៀតបន្ទាប់ពីយើងបានដំឡើង Windows Server 2025រួចហើយពេលនេះគឺយើងត្រូវធ្វើការរៀបចំនៅ setting នៅក្នុង Windows Server យើងឲ្យវាដំណើរការស្រួលជាមុនអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅរៀបចំទាំងអស់គ្នាទៅនេះជា Windows Server របស់ខ្ញុំបានបើកវារួចហើយ រង់ចាំវាបន្តិចដោយសារយើងរានវានៅក្នុង VM វារៀងដៅយឺតឥឡូវវាចាប់ផ្ដើមចេញមកហើយនេះជារូបរាង Windows Server របស់យើងកន្លែងនេះយើងបិទវាចោលទៅជាធម្មតានៅក្នុង Windows Server នៅពេលដែលយើងបើកវាភ្លាមគឺវានឹង auto start up នៅ Server Manager ដែលក្នុង Server Manager ហ្នឹងគឺវាអាចអនុញ្ញាតឲ្យយើងទៅធ្វើការរៀបចំនៅ setting ជាច្រើននៅក្នុង Windows Server ហ្នឹងអញ្ចឹងយើងចាំឲ្យវា start up សិនទៅឥឡូវចាប់ផ្ដើម start up ហើយចុចបើកវាអ្នកទាំងអស់គ្នាឃើញទេនៅពេលដែល server វាកំពុងតែ start up ឃើញហើយអ្នកឃើញវា load ចេញមកអញ្ចឹងតោះតែវា load ដល់នឹងចប់បានយើងអាចប្រើវាទៅបានអញ្ចឹងនៅពេលដែលឃើញវាកំពុងតែវិលអញ្ចឹងគឺអ្នកទាំងអស់គ្នាសូមមេត្តារង់ចាំវាសិនដើម្បីឲ្យវាដំណើរការវាមិនខុសអីពីកុំព្យូទ័ររបស់យើងទេនៅពេលដែលយើងបើកវាភ្លាមគឺវាត្រូវការពេលដើម្បីរៀបចំ process background ដើម្បីវាដើរតែបើ server hardware មែនទែនតាមបទពិសោធន៍របស់ខ្ញុំនៅពេលដែលយើងបើកគឺវាអត់ start up យូរអញ្ចឹងទេតែនេះដោយសារតែយើងប្រើវាជាមួយនឹង VM បានន័យថា VMware វាអត់ដូចជាម៉ាស៊ីនពិតទេគឺវាដើររៀង slow ជាងជាមួយខ្ញុំសាកចុចវិញវាតើអត់ដើរស្រួលទេអូខេអញ្ចឹងយើងចាប់ផ្ដើមទៅអឺចំណុចទី1ដែលយើងត្រូវធ្វើគឺយើងត្រូវមក enable remote desktop សិនអានឹងជាជំហានដំបូងបង្អស់គឺយើងចូលកន្លែងនេះនៅកន្លែង local server បន្ទាប់មកយើងចុចsorry យើងចុចកន្លែងនេះ remote desktop យើងត្រូវ enable វាសិននៅពេលវាឃើញបែបហ្នឹងហើយគឺយើងត្រូវចុចនេះ allow remote connection to this computer បានន័យថាយើងអាចអនុញ្ញាតឲ្យម៉ាស៊ីនពីខាងក្រៅ remote ចូលមកក្នុង server នឹងបានបើក្នុងការងារជាក់ស្ដែងវិញគឺបានន័យថាយើងអនុញ្ញាតឲ្យPC laptop អាចប្រើ remote desktop ដើម្បី connect ចូលមកក្នុង server យើងដើម្បីធ្វើការរៀបចំដោយមិនបាច់ចូលមកក្នុង server ផ្ទាល់អញ្ចឹងយើងចុចវាទៅក្រោយនេះយើងយកអូខេយើងចុច apply បន្ទាប់មកយើងចុចអូខេម្ដងទៀតអញ្ចឹងកន្លែងនេះវាអត់ទាន់ឃើញទេតោះតែយើង refresh វាចុះឡើងទៅមិនវាឃើញជាងទុកវានឹងសិនទៅបន្ទាប់មកយើងចូលមកដល់ចំណុចទី2គឺយើងត្រូវធ្វើការយកអ៊ីនធឺណិតពីខាងក្រៅមកដាក់ក្នុង server យើងអញ្ចឹងវាមាន network adapter 2ដែលទី1វាដើរតួជា NAT និងមួយទៀតដើរតួជា host only អញ្ចឹងដើម្បីយើងអាចដឹងថា network មួយណាជា NAT ឬក៏មួយណាជា host only យើងត្រូវចូលទៅមើលវាអញ្ចឹងយើងចុចមួយណាសិនក៏បានដែរនៅពេលដែលយើងចុចទៅគឺវានឹងចូលមកដល់កន្លែងអឺ network option វាអញ្ចឹងដើម្បីយើងដឹងថាមួយណាជា VMNAT
h ហើយនឹងជាវាអំណាច1អញ្ចឹងយើងត្រូវមើល MAC address វាហើយចំពោះមេរៀនដែលនិយាយ detail ទៅនឹងការមើល MAC address គឺខ្ញុំបាន upload រួចហើយអ្នកទាំងអស់គ្នាអាចទៅរកមើលបន្ថែមទៀតបានអញ្ចឹងណាអូខេអញ្ចឹងមុនដំបូងគឺយើងត្រូវដាក់វាឲ្យទូចសិនបន្ទាប់មកនេះយើងចុចមើលកន្លែងនេះមកណាអូខេយើងយក setting បន្ទាប់មកយើងមើលនេះណាគឺវាត្រូវតែមាន MAC address មួយអញ្ចឹងនេះជា MAC address របស់ sorry ជា MAC address របស់ network adapter ណាគឺវា00កតុយវា CA 05អូខេយើងមកមើលក្នុងនេះតើមួយណាដែលដូចគ្នាយើងអាច copy វាចេញមកក៏បានដែរដើម្បីមានភាពងាយស្រួលយើងមើលតែមួយគឺយើងអាចដឹងទាំងអស់មកយើង right click យក status យើងចុច detail បន្ទាប់មកឃើញអានេះគឺអាមួយនេះមកគឺ Ethernet លេខ0ជា NAT អញ្ចឹងយើងធ្វើការដាក់ IP វាតែម្ដងអញ្ចឹងយើងយក property បន្ទាប់មកនៅពេលដែលយើងឃើញវា load ផ្ទាំងមកអញ្ចេះខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាដោះ tick នៅក្នុងកន្លែង Internet Protocol version 6ពីព្រោះអីក្នុងការងារគឺយើងអត់ត្រូវការប្រើទេ IPv4 ហ្នឹងយើងប្រើតែ IPv4 ឯងខ្ញុំសុំទោសអានេះ IPv6 អានេះ IPv4 មិនខ្ញុំនិយាយច្រឡំយើងចុចលើវាទៅយើងដាក់ IP ដូចក្នុងមេរៀនមុនគឺខ្ញុំបានបញ្ជាក់ហើយគឺ NAT IP វា15នៅក្នុង range ហ្នឹងហើយអានេះខ្ញុំអាចដាក់ថា10ចុះតបមក subnet mask វាគឺ255.255.255.0អាហ្នឹងយើងគ្រាន់តែចុចវាមួយហើយយើងថេបវាទៅគឺវាអូតូបំពេញឲ្យយើងហើយចំពោះ gateway វាគឺ 192.168.15.2ហើយចំពោះ DNS វាវិញគឺខ្ញុំយក DNS von Google សិនទេបន្ទាប់មកយើងចុច OK យើងចុច OK ហើយយើងចុច close បន្ទាប់មកយើងត្រូវការរង់ចាំវាបន្តិចដើម្បីឲ្យវាធ្វើការ connect ទៅយកអ៊ីនធឺណិតពីម៉ាស៊ីនខាងក្រៅយើងគឺម៉ាស៊ីនមួយនេះយើងអាច right click មើលវាបានតើវាមានអ៊ីនធឺណិតទេ No អ៊ីនធឺណិតអត់ទាន់មានទេយើងព្យាយាម ping ដោយសារខ្ញុំបានយកអ៊ីនធឺណិតពីម៉ាស៊ីនក្រៅបញ្ចូលអញ្ចឹងវាអាចរៀងយឺតតិចតួចជាសាក ping ទៅកាន់ Google វាអត់ទាន់ដើរទេអូខេនៅអញ្ចឹងខ្ញុំសូម verify ម្ដងទៀតអូខេ adapter នេះត្រូវហើយអូអ៊ីនធឺណិតវាមកហើយអ្នកទាំងអស់គ្នាឃើញទេអ៊ីនធឺណិតអូខេអញ្ចឹងយើងសាក ping ម្ដងទៀត What happened ខ្ញុំសរសេរខុសខ្ញុំសុំទោសអូខេអ្នកទាំងអស់គ្នាឃើញទេគឺមានអ៊ីនធឺណិតចូលហើយអញ្ចឹងជំហានបន្ទាប់ទៀតគឺអ្នកទាំងអស់គ្នាត្រូវទៅធ្វើការផ្លាស់ប្ដូរនៅម៉ោងនៅក្នុង
server យើងអ្នកទាំងអស់គ្នាឃើញម៉ោងវាគឺទៅម៉ោង 7 PM នឹងចុះអត់ត្រូវទេអញ្ចឹងដើម្បីធ្វើការផ្លាស់ប្ដូរម៉ោងវាបានអ្នកទាំងអស់គ្នាចូលមកក្នុងនេះ time zone យើងចុចលើវាមកយើងមើលកន្លែង change time zone នេះមកចំពោះប្រទេសកម្ពុជាយើងវិញគឺយើងប្រើបូក07បូក07នេះបន្តមកយើងចុចអូខេហើយយើងចុច apply មួយទៀតអ្នកទាំងអស់គ្នាឃើញអត់នៅពេលដែលយើងបដូរ time zone វាភ្លាមគឺវានឹងធ្វើការផ្ទៀងផ្ទាត់ពេលវេលាដូចទៅនឹងពេលវេលាជាក់ស្ដែងដែលអ្នកទាំងអស់គ្នាមាននៅក្នុងម៉ាស៊ីន physical អញ្ចឹងបន្ទាប់ពីយើងធ្វើចំណុចនឹងហើយគឺយើងធ្វើចំណុចមួយទៀតគឺយើងត្រូវទៅបិទកុំឲ្យនេះ Windows Server Manager នេះវាចេះតែ start up មកក្នុងករណីខ្លះគឺយើងអត់ត្រូវការវាទេអញ្ចឹងយើងចង់បើកវានៅពេលណាដែលយើងត្រូវការដំឡើង service ឬក៏ check មើល server status អញ្ចឹងដើម្បីយើងបិទវាបានយើងចូលមកកន្លែង manage នេះមកបន្ទាប់មកយើងមើលកន្លែងពីនេះ server manager property យើងចុចលើវាបន្ទាប់ពីយើងចុចលើវាហើយយើងយកកន្លែងនេះ do not start server manager automatically add login បានន័យថាយើងអត់ចង់ឲ្យវា auto start នៅពេលដែល Windows យើងចាប់ផ្ដើមបើកទេអញ្ចឹងយើងចុច tick លើវាហើយយើងចុច OK ជំហានបន្តទៀតគឺអ្នកទាំងអស់គ្នាត្រូវធ្វើការមកដូរឈ្មោះ server របស់អ្នកទាំងអស់គ្នាពីព្រោះអី server នីមួយៗតែងតែមានឈ្មោះវាយើងអាចទុកវាជា default បានទេនិងសារៈសំខាន់មួយទៀតគឺធ្វើឲ្យអ្នកទាំងអស់គ្នាដឹងថា server ហ្នឹងគឺយើងយកវាមកធ្វើអីឧទាហរណ៍ដូចជា server AD file server ឬក៏ web server អញ្ចឹងចំពោះ server នេះគឺខ្ញុំនឹងឲ្យវាដើរតួទៅជា AD ដែលពាក្យពេញវាគឺ Active Directory ដើម្បីគ្រប់គ្រងទៅលើ client មានដូចជា Windows 10និង Windows 11អញ្ចឹងដើម្បីដូរឈ្មោះវាបានអ្នកទាំងគ្នាចុចទៅលើកន្លែងនេះ Computer Name ហើយចុចលើវាមួយទៅបន្តមកទៀតកន្លែងនេះអ្នកទាំងអស់គ្នាអាចដូរឈ្មោះវាបានយើងអាចដាក់វាថា SVR 01អាចថាដាក់ AD ចុះអានេះជាការដាក់របស់ខ្ញុំឯណាដើម្បីស្អាតជាងនេះខ្ញុំដាក់ SVR AD 01តំណាងឲ្យ server Active Directory sorry វារៀងទូពេកអូខេបន្ទាប់មកយើងចុច apply ហើយចុច change អូខេយើងចុចមើលវាម្ដងទៀតខ្ញុំសុំទោសគឺមិនមែនកន្លែងហ្នឹងទេគឺកន្លែងនេះយើងចុចកន្លែង change នេះបន្ទាប់មកអូខេយើងដាក់កន្លែងហ្នឹងកន្លែង computer name នេះហើយយើងចុច OK ហើយយើងចុច OK ដែរបន្ទាប់មកយើងចុច apply ហើយយើងចុចrestart អ្នកនរគ្នារងចាំវាបន្តិចទៅដោយសារនៅពេលដែលយើងដូរឈ្មោះឬក៏ config អីជាច្រើននៅក្នុង Windows Server អ្នកទាំងអស់គ្នាគួរតែ restart ដើម្បីឲ្យ configuration របស់អ្នកទាំងអស់គ្នាគឺវាបានន័យថាវាដំណើរការស្រួល
Ok,ឥឡូវវា restart រួចហើយយើងចាប់ផ្ដើមចូលទៅមើលទាំងអស់គ្នាអញ្ចឹងឥឡូវយើងចុច Control Alt Delete បន្ទាប់មកយើងវាយ password មួយទៀតនេះលោកខ្ញុំចង់បញ្ជាក់បន្តិចដោយសារ server យើងនេះគឺយើង download តេស្តទេអញ្ចឹងនៅត្រង់ចំណុចនេះគឺវានឹងប្រាប់យើងថា Windows Server របស់យើងគឺអាចប្រើប្រាស់បានរយៈពេលតែ180ថ្ងៃទេសម្រាប់ធ្វើការតេស្តបើយើងចង់ប្រើវា full តោះតែអ្នកទាំងគ្នាទិញ license ហើយពី recommend របស់ខ្ញុំគឺខ្ញុំចង់ឲ្យអ្នកទាំងគ្នាប្រើជា license ច្រើនជាងដោយសារអីបើក្នុងការងារជាក់ស្ដែងយើងប្រើ Crack server គឺវាអត់ល្អទេហើយក៏អត់សុវត្ថិភាពដែរអញ្ចឹងបើអ្នកទាំងអស់គ្នាមានគម្រោងថានឹងដំឡើង Windows Server 2025ចូលទៅក្នុង server របស់អ្នកទាំងអស់គ្នាខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាទិញ license ដើម្បីធ្វើការដាក់បញ្ចូលគឺវាពិតជាល្អតែបើយើងតេស្តអញ្ចេះគឺយើង download ទៅគឺគេឲ្យយើងតេស្តទេ180ថ្ងៃ free អូខេអញ្ចឹងយើងសាកចូលទៅបើក server manager យើងទៅអញ្ចឹងអ្នកនរគ្នាឆ្ងល់បើសិនបើយើងអត់ឲ្យវា auto start អញ្ចឹងតើ server manager យើងនៅទីណាវាអត់ឃើញអញ្ចឹងយើងសាក search ចូលមកក្នុង search នេះយើង search server manager មើលមានទេមានអញ្ចឹងយើងយកវាមកដាក់នៅកន្លែងនេះមកនេះយើងចុចpin វាមក pin taskbar ឬក៏មួយទៀតយើងយកវាមកដាក់លើ desktop គឺយើងចុចកន្លែងនេះ open file location ចុចវាធំបន្តិចបន្ទាប់មកអ្នកទាំងអស់គ្នាស្វែងរក server manager ឃើញអត់នេះចុចវាឲ្យធំបន្តិច detail view your lights icon អូខេនេះគឺវាធំជាងមុនបន្ទាប់មក server manager នេះយើងអាច right click បន្ទាប់មកយើងយកវាទៅដាក់លើ desktop ដែលយើងរកមើលពាក្យថា សិននៅតាណាអូខេយើងយក property ដូចខ្ញុំបញ្ជាក់អញ្ចឹងគឺ Windows Server 2025នេះគឺវាដូចទៅនឹង Windows 11គឺវាលយមែនទែនអូខេបន្ទាប់មកអ្នកទាំងនេះនឹងទទួលបាន Server Manager មួយនៅលើ desktop ដើម្បីធ្វើការបើកអញ្ចឹងយើងចាប់ផ្ដើមបើកវាមកអញ្ចឹងគឺវាដូចទៅនឹងអ្វីដែលយើងចង់បានអញ្ចឹងបើសិនបើយើងចង់ឲ្យវាបើកនៅពេលណាយើងគ្រាន់តែចុចវាទៅមិនបាច់ចាំឲ្យវា auto start ទេអញ្ចឹងខ្ញុំសូមសង្ខេបពីចំណុចដែលយើងបានពីបន្តិចទី1យើង note វាមកចំណុចទី1នៅក្នុងថ្ងៃនេះគឺយើង just assign IP address នៅក្នុង server 2025ចំណុចទី2គឺយើង just enable remote desktop ចំណុចទី3គឺយើង just ផ្លាស់ប្ដូរ time zone ចំណុចទី4គឺយើងចេះបានន័យថាយើងចេះប្ដូរឈ្មោះ server change server name និងមួយទៀតចំណុច
ទី5គឺយើង chess enable or disable auto start up server manager អញ្ចឹងចំពោះមេរៀននៅក្នុងថ្ងៃនេះគឺខ្ញុំនឹងបង្រៀនអ្នកនរគ្នាតែត្រឹមប៉ុណ្្នឹងសិនដើម្បីកុំឲ្យច្រើនពេកអ្នកនរគ្នាអាចនឹងភ្លេចតែការរៀបចំ server យើងឲ្យដើរស្រួលមិនមែនមានតែប៉ុណ្្នឹងទេណាគឺនៅមានច្រើនទៀតមិនថានៅក្នុង VM ឬក៏នៅក្នុងការងារជាក់ស្ដែងទេគឺការរៀបចំគឺសំខាន់ជាងគេបំផុតមុននឹងយើងទៅធ្វើការ config ឬក៏ដំឡើង switch អីមួយនៅក្នុង server អញ្ចឹងចំពោះវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកនរគ្នាបន្ថែមទៀតទាក់ទងទៅនឹងការរៀបចំនៅក្នុង Windows Server អញ្ចឹងយើងចាំជួបគ្នានៅសប្តាហ៍ក្រោយដោយសារខ្ញុំអត់សូវមានពេលធ្វើជាវីដេអូដែរទេខ្ញុំមានពេលថាថ្ងៃសៅរ៍អាទិត្យដើម្បីធ្វើវីដេអូចែកជូនទៅអ្នកនរគ្នាអញ្ចឹងណាអញ្ចឹងសូមអរគុណម្ដងទៀតដែលបានចូលមកទស្សនានៅក្នុងវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយទៀត